គ្រាសផលិតថ្នាំដុសធ្មេញស្វាយសម្បូរមានអាយុកាលជាង15ឆ្នាំមកហើយដោយមានជំនាញច្បាស់លាស់ក្នុងការផលិតថ្នាំដុសធ្មេញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នារូបមន្តផលិតរបស់សហគ្រាសត្រូវបានសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់និងហ្មត់ចត់ដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសុខភាពមាត់ធ្មេញសហគ្រាសស្វាយសម្បូរស្ថិតនៅភូមិត្រពាំងស្រង់ឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺឆ្នាំមាត់ធ្មេញដែលខ្ញុំនឹកឃើញវាផលិតផលចម្បងនេះដោយសារទី1យើងវាមានចំណេះដឹងខាងហ្នឹងតិចតួចខាងផ្នែកវិទ្យាសាស្ត្រហ្នឹងបាទខាងផ្នែកនេះគឺយើងពិភាក្សាគិតថាម៉េចដើម្បីយកសារធាតុធម្មជាតិដែលជាធម្មជាតិបង្កើតទៅជាគីមីជាធម្មជាតិយកជាថ្នាំធ្មេញដើម្បីជួយបញ្ហាសុខភាពមាត់ធ្មេញទៅហើយមិនចង់យកគីមីយកធ្វើជាគីមីគឺយកជាធម្មជាតិស្នៃទៅជាគីមីធម្មជាតិដូច្នេះថ្នាំដុសធ្មេញហ្នឹងវាច្រើនគឺស្រាវជ្រាវចេញពីធម្មជាតិដូចដែលបានបង្ហាញស្រាប់បងដោះណោតស្តំជាមួយជីបាទជីកាមនេះស្តំហើយយើងយកទៅស្ងោយមិនអត់វាត្រង់ទុកម្ដុំបាទហើយយើងយកមកយើងយកដូចថាជាម្សៅឆាស៊ីព្រិចដូចក្រូចឆ្មាអំបិលជាដើមអញ្ចឹងយើងយកមកយើងយកកូរម្សៅពុះនេះណាកូរឲ្យវាសប់ទៅបើបានដៃចាក់ម្សៅឆាកូរឲ្យមុខវល់វាឲ្យវាលាយទឹកហ្នឹងអាទឹកហ្នឹងណាលាយទៅមកវាសប់ទៅបានចាក់ឆ្នាំងយើងស្ងោរវាហើយឈរមើលវាបាយមក20 ទីជាងបាទបានវាឡើងកក៏ហើយយើងថែភ្លើងវាខំលើមើលវាតើឆ្អិននៅទៅឆៅក៏ដាច់ទឹកនៅព្រោះវាស្ងួតទឹកអស់យើងថែមចិត្តផ្លិនទៅទៀតបាទធន់កាហើណាមិញណាបានកោឲ្យសប់ទៅបានយើងយើងលើកចាក់យកធំទុកយប់ថ្ងៃបានយកជាតែឡើងយកទៅបញ្ចូលក្នុងទីបហើយគេច្រកតាមត្រូវការគេយកតាមប្រមាណត្រូវការគេទៅបាទតែមកប៉ុនទីបឲ្យប៉ុនទៅតាមទីបំងហ្នឹងណាបាទស្ងោដល់ស្នោតជីអស់នេះបាទហ្នឹងហើយយើងច្បាច់យកទឹកបាទមកបានឲ្យវាចាស់ធ្មេញបាទវាឲ្យវាដាច់ពីកំអែលធ្មេញកបោធ្មេញរយធ្មេញពេលយើងហើមចាញ់អីដាក់បាត់ហ្មងបាទក្នុងធ្មេញហ្នឹងណាបាទវាបានបកាយឲ្យហ្នឹងទៅបកាយនៅទី1ជួយសម្អាតនៅទឹកខំប្រានរបស់យើងហ្នឹងដែលចុះសពហ្នឹងចាំផ្លាញ់គូដាច់អស់ហើមចាញ់ធ្មេញដាច់រយធ្មេញដាច់បាទឈឺធ្មេញបាត់បាទវាច្រើនទៀតណាតែបើយើងលាកភ្លើងអីបាត់ការបង្កើតសហគ្រាសនេះឡើងម្ចាស់សហគ្រាសលោកស្វាយសម្បូរមានបំណងទុកជាស្នាដៃផ្ទាល់ខ្លួនដែលអាចរួមចំណែកជួយប្រទេសផងព្រមទាំងមានគោលដៅសំខាន់ក្នុងការផ្ដល់ឱកាសការងារនិងជួយឲ្យអ្នកដែលរស់នៅជុំវិញខ្លួនទទួលបាននូវចំណេះជំនាញប្រចាំជីវិតផងដែរខ្ញុំគិតថាចំណាយយ៉ាងកើតមកមួយជាតិគឺមិនឲ្យបានជួយសង្គមផងជួយខ្លួនឯងផងហើយចំណេះដឹងយើងមានតិចតួចនេះជួយស្រាវជ្រាវកុំឲ្យខ្មែរយើងវាអន់ពេកទីយើងវាអន់ពេកប្រែខាងក្រៅអញ្ចឹងបានខ្ញុំនឹកឃើញជាធ្វើជាផលិតផលនឹងឡើងហ្នឹងដើម្បីបង្ហាត់បង្រៀននេះឲ្យមានចេះដឹងហើយផ្ដល់ជាមានជាថវិកាគ្រប់គាត់មានការងារធ្វើគ្រប់គ្នានៅមូលដ្ឋានបាយចិត្តឃើញគាត់បើកសិប្បកម្មឡើងល្អកម្មសិប្បកម្មខ្មែរយើងសតណាអូនខ្មែរពិតមានអារម្មណ៍សប្បាយរីករាយបានធ្វើសហគ្រាសរបស់កូនខ្មែរពិតខ្ញុំគិតថាការងារនេះវាជួយកាត់បន្ថយដល់បងប្អូនយើងទី1ចំណាក់ស្រុកទី2ជួយថវិកាដល់គ្រួសារក្រៅពីថ្នាំដុសធ្មេញសហគ្រាសស្វាយសម្បូរក៏មានផលិតផលផ្សេងទៀតជាច្រើនផងដែររាល់ផលិតផលទាំងអស់គឺត្រូវបានផលិតដោយមិនប្រើប្រាស់នៅសារធាតុគីមីដែលបង្កហានិភ័យដល់អ្នកប្រើប្រាស់នោះឡើយក្រៅពីផលិតផលតាមថ្មីមកធ្វើដូចជាសាប៊ូធ្វើជាហ្វមលាងមុខហើយស្រាធ្វើចេញពីអង្គកូនខ្មែរឃើញអង្គវានៅសំណល់ច្រើនពេកជាអង្គតំណើបជាអង្គឲ្យសល់ចុងកហ្នឹងក៏ខ្ញុំស្រាវជ្រាវឃើញកុំឲ្យសល់បោះចោលយកទៅជាស្រាផលផលិតផលបរិយាកាសមួយគឺភាគច្រើនសារធាតុគីមីគឺចេញពីធម្មជាតិឧទាហរណ៍សាប៊ូអំពិលក្នុងអំពិលយើងយកពីអំពិលយកមកធ្វើជាសាប៊ូក្នុងអំពិលវាមានជាតិអាស៊ីតអាស៊ីតិចអាស៊ីតអាស្កូប៊ិកអញ្ចឹងទៅវាជួយលាងសម្អាតបាទ
យកវិខុសផ្លៃពីលទ្ធផលគេយកគីមីធ្វើគីមីអញ្ចឹងយើងយកធម្មជាតិឆ្នៃទៅជាគីមីវិញបាទអញ្ចឹងវាជួយឲ្យសរីរាង្គយើងមិនប៉ះពាល់សុខភាពទេ រាល់ផលិតផលទាំងអស់ដែលត្រូវបានផលិតនិងចែកចាយចេញពីសហគ្រាសស្វ័យសម្បូរគឺសុទ្ធតែឆ្លងកាត់ការពិនិត្យនិងគិតគូរយ៉ាងហ្មត់ចត់បំផុតអំពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ភាពទុកចិត្តនិងសុខភាពរបស់អតិថិជនគឺជាកត្តាចម្បងបំផុតដែលអ្នកផលិតគ្រប់រូបយកចិត្តទុកដាក់ខ្ពស់និងមិនអាចមើលរំលងបានឡើយក្នុងការជំរុញគុណភាពផលិតផលជាសំណុំពរដ៏ស្មោះត្រង់បំផុតពីបងប្អូនអ្នកផលិតក្នុងស្រុកសូមឲ្យប្រជាជនខ្មែរទាំងអស់មេត្តាគាំទ្រនិងបន្តគាំទ្រផលិតផលក្នុងស្រុកឲ្យបានទូលំទូលាយដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ បងប្អូនក្នុងប្រទេសជាអាណាចក្រកម្ពុជាទាំងអស់ជួយគាំទ្រផលិតផលសហគ្រាសស្វ័យសម្បូរសញ្ញាអប្សរាចង់ឲ្យបងប្អូនគាំទ្រផលិតផលរបស់ខ្មែរព្រោះនេះជាស្នាដៃកូនខ្មែរធ្វើដោយដៃពិតៗបាទគាំទ្របងប្អូនឲ្យធ្វើការងារក្នុងនេះបានមួយចំណែកបាទនេះខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរយើងជួយគាំទ្រផលិតផលរបស់ខ្មែរផលិតផលស្ប៊ូដោះខ្លួនហើយថ្នាំដោះធ្មេញអប្សរា បោះសហគ្រាសស្វ័យសម្បូរជួយគាំទ្រទាំងអស់គ្នាយើងកុំប្រើរបស់គេទៀតយើងប្រើរបស់យើងវិញរបស់ខ្មែរវិញរបស់ខ្មែរគុណភាពល្អនិយាយតាមខ្ញុំធ្វើរឿងហ្នឹងខ្ញុំដឹងថាល្អមក ទន្ទឹមនឹងការខិតខំប្រឹងប្រែងផលិតតាមតម្រូវការទីផ្សារពិសេសផ្ដោតលើគុណភាពនោះម្ចាស់សហគ្រាសបានសំណូមពរឲ្យមានការគាំទ្រពីរដ្ឋាភិបាលបន្ថែមទៀតដើម្បីជួយជំរុញវិស័យផលិតកម្មក្នុងស្រុកឲ្យកាន់តែរីកចម្រើន ខ្ញុំដំណពរទី1សូមឲ្យរដ្ឋាភិបាលជួយបិទនៅតំណែងណាដែលខ្លាចថាធ្វើពីក្រៅឯងបានដាក់ផ្លាកខ្មែរមកខ្មែរដែរហ្នឹងការពលករយើងអត់កម្មករអត់បានធ្វើទេ បាទកងប្រទេសគេគឺនាំចូលមកបុកយកឲ្យបិទអាហ្នឹងការរដ្ឋខ្មែរយើងខ្មែរធ្វើផ្ទាល់ខ្លួនឯងលក់ទៅខ្លួនឯងចេញក្រៅប្រទេសឲ្យច្រើនអញ្ចឹងណាបាទកុំឲ្យខ្លាចជួយឲ្យលទ្ធផលដែលដាក់ឈ្មោះធ្វើទៅក្រៅដាក់ឈ្មោះខ្មែរយើងដាក់ខ្មែរធ្វើជាងណាបាទអញ្ចឹងនេះបាទហ្នឹងឲ្យមកពង្រឹងហ្នឹងទៅរបស់យើងវាល្អផលឡើងវិញ ខ្ញុំសំណូមពររាជរដ្ឋាភិបាលឬស្នាដឹកនាំទាំងអស់គឺសំណូមពរធ្វើម៉េចកុំឲ្យយកស្មោះ brand របស់ខ្មែរច្រើនពេកបើមិនចឹងទេវាខូចអា brand ក្នុងខ្មែរក្នុងស្រុកអស់ហើយព្រោះសហគ្រាសធុនតូចមធ្យមដែលខ្ញុំកើតនេះវារយៈពេលយូរហើយជាផលិតផលដែលក្នុងផលិតក្នុងស្រុកហើយប្រើបុគ្គលិកក្នុងស្រុកទៀតគឺដោយរកឲ្យប្រជាជនយើងមានការងារធ្វើចំពោះផលិតផលដែលបរទេសវាយមក brand គឺគេប្រើពលកម្ម គេខាងក្រៅទេគេនាំមកតាំងកុងតឺន័រមកដល់គេវាយឲ្យខ្មែរយើងប្រើហើយយើងមិនដឹងពីសារធាតុប៉ុនគេទេហើយទី2ធ្វើឲ្យប្រជាជនយើងអត់ការងារធ្វើបាទអញ្ចឹងសំណូមពរឲ្យរដ្ឋាភិបាលតាមដានមើលគៀបសង្កត់ឬកន្លែងហ្នឹងផងដើម្បីកុំឲ្យសហគ្រាសក្នុងស្រុកយើងហ្នឹងខ្សែធនឬផលិតអីគឺអត់កើតបាទតែធ្វើឲ្យប្រជាជនយើងមានការងារធ្វើកុំឲ្យបាត់បង់ការងារធ្វើទៅវិញដោយសារមូលហេតុហ្នឹង ការគាំទ្រផលិតផលក្នុងស្រុកប្រៀបបីដូចជាការជួយលើកតម្កើងកិត្យានុភាពនិងសេដ្ឋកិច្ចជាតិទាំងមូលការគាំទ្រនេះមិនត្រឹមតែជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋឲ្យមានប្រាក់ចំណូលប្រចាំខែនិងមានជីវភាពធូរធារប៉ុណ្ណោះទេថែមទាំងជាកម្លាំងចលករដ៏ធំដែលនាំឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនប្រកបដោយនិរន្តរភាព